សួស្តីបងប្អូនអរគ្នាបាទសាយ័នសួស្តីក៏បានប្រលប់សួស្តីក៏បានខាត់ឡើងមកយូរបងប្អូនឥឡូវទេសភាពកាន់ល្អកាន់ស្អាតហើយបាទមានការអភិវឌ្ឍឲ្យសាងសង់ទីកន្លែងផ្សេងថាផ្ទះស្បែកនោះនៅរបស់ជាជនធម្មតាឬក៏កន្លែងធ្វើជាបន្ទប់ជាផ្ទះជួលសម្រាប់កម្មកររោងចក្រឬក៏អ្នកមកវិធីជនបទតាមខេត្តឆ្ងាយដែរជួលស្នាក់នៅដើម្បីប្រកបរបររទូទានផ្សេងអញ្ចឹងបាទចឹងកន្លែងខ្ញុំបានប្រវត្តិតិចតួចលើកឆ្នាំមុននៅដើមបាន3 4ដើមទេឥឡូវឆ្នាំនេះបាន20 11 12ដើមណាបាទចាឥឡូវចាប់ដើមនេះឥឡូវមរុំខ្ញុំមួយនេះកម្ពស់ហើយ4ម៉ែត្រហើយបាទរៀងធំរៀងធឹកដាំបានរៀងលឿនជាងគេអញ្ចឹងណាបាទអញ្ចឹងនៅលើខ្ទមខ្ញុំហ្នឹងមាននៅធំពេញវ័យ2ផ្លែល្មមញ៉ាំបានណាបើនៅលើតុបទឹកខ្ញុំនេះអត់តនេះគាត់វាឆ្លងកាត់បានតិចតួចណាបាទហើយនៅខាងមុខក្បែរខ្លោងទ្វារចេញចូលនោះបានខ្លះដែរប៉ុន្តែគ្នានៅរៀងតូចអញ្ចឹងជាបាទបន្តរីកចម្រើនទៅមុខប្រើទៀតអញ្ចឹងនេះចាប់ដើមបេះយកទៅញ៉ាំហើយបើកាលណារីកចម្រើនកើនបានផ្លែផ្កាបានច្រើនតិចត្រូវយកលក់ដូរខ្លះដើម្បីដោះដូរយកលុយទិញកាតទូរស័ព្ទទិញជាឧស្ម័នយីហៅហ្គាសចាក់នេះត្រីចាក់យានយន្តរបស់ខ្ញុំហើយយើងអាចទិញសាំងចាក់តូចាក់យានខ្ញុំក៏បានតែត្រីចាក់យានខ្ញុំប្រើសាំងក៏បានតែខ្ញុំអត់ទាន់ប្រើទេជាមួយពេលណាមួយត្រៀមប្រើជាមួយគ្នាដែរបាទអញ្ចឹងមានការតស៊ូព្យាយាមនឹងអភិវឌ្ឍបរិយាបន្ថែមខ្លះទៀតបាទឥឡូវកំពុងកាត់បន្ថយការទឹកលិចនៅរដូវវស្សាខែភ្លៀងកុំឲ្យទឹកលិចចូលមកទីកន្លែងខ្ទមនៅខ្ញុំធ្វើនៅដីឡូវនេះជ្រៅពេកអញ្ចឹងខ្ញុំព្យាយាមរលុយទិញចិត្តបាត់ដល់តាមមនោសម្រាមតិចតួចសំกับជួនបានកន្លះបាវមួយបាវអីស៊ីម៉ងចិត្តសំអញ្ចឹងណាបាទភ្លេចពេកខ្លួនទៅវាមិនចាញ់សមោចកាឌីអីប្រហែលទេពួកកាឌីខំតស៊ូធ្វើទាំងយប់ថ្ងៃវាមិនតអូនទៅហត់នឿយណាបាទចឹងអត់មានអីទេបងប្អូនបាទសុខសប្បាយសម្រាប់ល្អដល់គ្នាបងប្អូនណាបាទចាំមើលបើខ្ញុំធ្វើបានច្រើនញ៉ាំលេងអស់មួយថ្ងៃចេញលក់បាន 4-5 គីឡូអាហ្នឹងកាន់តែល្អណាបើធ្វើល្មមមកដោះស្រាយជីវភាពបានដាំបន្លែនេះខ្ញុំប្រហែលជាបថយឬក៏ប្រឈប់ការរត់ត្រីចាក់យានយន្តកង់3នេះតែម្ដងណាបាទសុខសប្បាយសម្រាប់ល្អដល់គ្នាបងប្អូនបាទអរគុណច្រើនតំណប់ជើងផ្ទាត់ហើយមិនទាន់មានលុយទិញអីក្អៅភើបប្រើប្រាស់ស្លៀកពាក់សំរុំត្រឹមត្រូវទេបាទជាជាសុខសប្បាយសម្រាប់ល្អដល់គ្នា